សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកប្រាប់ពីវិធីយក indicator មកប្រើជា indicator ពិសេសដែលគេផ្ដល់ឲ្យយើងត្រូវបើក trading view បើសិនជាគេសួរពី trading view user នេះជា trading view user ណាជា trading view user គឺឈ្មោះដែលយើងដាក់ឬបង្កើតនៅក្នុង trading view នៅពេលដែលយើងបាន trading view user ហើយឬក៏យើងបានគេ add indicator ឲ្យហើយយើងចូលមកទី chart ចុចមកត្រង់ chart ចុចមកត្រង់ chart យើងនឹងបានបែបនេះណោះឧទាហរណ៍ថាខ្ញុំលុប indicator ខ្ញុំចេញខ្ញុំចង់បើកមកវិញ indicator มันអាច search បានទេมันអាចចុចទៅរកហើយចុចទៅលើ indicator ហើយសរសេរមកឡើង invoice only យើងត្រូវ scroll មកខាងក្រោមមកនេះជា indicator ដែលខ្ញុំផលិតនិងឲ្យសេវាកម្មនៅក្រុមហ៊ុនផ្សេងៗយកទៅប្រើណាខ្ញុំផលិតជាង 1000 indicator ហើយ indicator បែប invoice ខ្ញុំផលិតជាង200 indicator ប្រើប្រាស់នៅថៃវៀតណាមឡាវហើយបច្ចុប្បន្នមកឲ្យកម្ពុជាប្រើ free ណាយើង search មកយើងឃើញថាជា WinPro Indie ចុចទៅលើ WinPro Indie ปุ๊ប indicator នឹង add ចូល chart ណាយើងចុចបិទ indicator នឹងចេញមកហើយនេះជាវិធីបើក indicator មកប្រើមានហេតុឲ្យវាចុះខ្លាំងដោយសារ indicator ប្រូជាពណ៌ក្រហមហើយចុះយ៉ាងស្រហាវមកអញ្ចឹងនេះជាវិធីមើល user ហើយនឹងទាញ indicator មកប្រើ indicator มันអាច search រកឃើញទេត្រូវតែចូលមកយកត្រង់invoice only បើយើងមកដល់ត្រង់នេះយើងត្រឡប់ទៅញ៉ាត់កាតចុច back មកចុច back ត្រង់នេះមកปุ๊បត្រឡប់មកវិញនេះវាមានពាក្យថា invoice only អញ្ចឹងយើងជាអ្នកជាក្រុមហ៊ុនជាន់មុខឈានមុខគេដែលផលិត indicator តាំងតែ2019រហូតមកបច្ចុប្បន្នជាង7ឆ្នាំហើយ provide ជាង20 academy ហើយ3ប្រទេសទៅចូលដល់ប្រទេសទី4ហើយឲ្យប្រើប្រាស់រាល់ថ្ងៃសម្រាប់ប្រទេសផ្សេងជាងពីហ្នឹងដែលប្រើប្រាស់ដូចជាម៉ាឡេដូចជាឥណ្ឌូអានេះជាមិត្តភ័ក្តិយកទៅប្រើអញ្ចឹងវាអាចរាប់ជាindicator ដែលយើង provide ឲ្យប្រទេសទាំងនោះប្រើទេណាហ่ะបច្ចុប្បន្នមានប៉ុណ្្នេះឯងណាហ่ะ indicator តាមពិតទៅមានច្រើនមានតែ WinPro ឯណាល្អមានច្រើនតែគាត់ថាបច្ចុប្បន្នដោយសារចំណេះដឹងវាអត់គ្រប់គ្រាន់វាធ្វើឲ្យយើងអត់ហ៊ានប្រាប់នៅ indicator ផ្សេងៗជាច្រើនទៀតមានសំណួរអ្វីបន្ថែមcomment នៅលើខាងក្រោមវីដេអូនេះមក